ដើមកំណើតនៃការកសាងស្ពានដើមស្ដៅស្ថិតនៅក្នុងឃុំពាមប្រធ្នោះស្រុកកោះសុទិនឬអ្នកស្រុកក្រៅច្រើនហៅច្រឡំថាកោះទិនខេត្តកំពង់ចាមគឺជាសមិទ្ធផលរូបវន្តដ៏សំខាន់មួយដែលបានជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះខាងក្រោមនេះជាអត្ថបទរៀបរាប់អំពីការកសាងស្ពានដើមស្ដៅនេះអត្ថបទស្ពានដើមស្ដៅសរសៃឈាមសេដ្ឋកិច្ចនិងការតបភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាជនឃុំពាមប្រធ្នោះឃុំពាមប្រធ្នោះគឺជាតំបន់មួយដែលសម្បូរទៅដោយសក្តានុពលកសិកម្មប៉ុន្តែក្នុងអតីតកាលការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងដោយសារតែការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសគឺការឆ្លងកាត់ព្រែកឬអូរនានានៅក្នុងរដូវវស្សាដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំនេះស្ពានដើមស្ដៅត្រូវបានកសាងឡើងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងការចូលរួមចំណែកពីសប្បុរសជនមួយមូលហេតុនិងសារៈសំខាន់នៃការកសាងមុនពេលមានស្ពានបេតុងរឹងមាំប្រជាពលរដ្ឋនៅក្នុងភូមិដើមស្ដៅក៏ដូចជាភូមិជុំវិញនៃឃុំពាមប្រធ្នោះត្រូវប្រើប្រាស់ស្ពានឈើបណ្ដោះអាសន្នឬទូកដដែលមានហានិភ័យខ្ពស់នៅរដូវទឹកឡើងការកសាងស្ពាននេះឡើងគឺដើម្បីសម្រួលការធ្វើដំណើរជួយឲ្យសិស្សានុសិស្សអាចទៅរៀនបានទាន់ពេលវេលានិងមានសុវត្ថិភាពជំរុញសេដ្ឋកិច្ចមូលដ្ឋានជួយឲ្យកសិករអាចដឹកជញ្ជូនទិន្នផលកសិកម្មដូចជាពោតសណ្តែកនិងបន្លែបង្ការទៅកាន់ទីផ្សារបានលឿននិងមិនសូវខូចខាតសង្គ្រោះបន្ទាន់ងាយស្រួលក្នុងការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលាបូកផលប្រយោជន៍ក្រោយការដាក់ឲ្យប្រើប្រាស់បច្ចុប្បន្នស្ពានបេតុងអាមេនេះបានប្រែក្លាយមុខមាត់ថ្មីសម្រាប់ឃុំពាមប្រធ្នោះទឹកភ្នែកនិងក្តីបារម្ភរបស់ពុកម្ដាយនៅរដូវវស្សាត្រូវបានជំនួសដោយស្នាមញញឹមស្ពានដើមស្ដៅមិនត្រឹមតែតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងនោះទេប៉ុន្តែវាបានតភ្ជាប់បេះដូងនិងជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើងការកសាងស្ពានដើមស្ដៅនៅឃុំពាមប្រធ្នោះស្រុកកោះសុទិនគឺជាសក្ខីកម្មមួយបង្ហាញពីការអភិវឌ្ឍដោយមិនទុកនរណាម្នាក់ចោលនោះឡើយវាជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងមូលដ្ឋានដែលនឹងបន្តបម្រើផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយក្នុងការកសាងជីវភាពនិងអនាគតដ៏រុងរឿង